បាទសួស្តីមកកាន់ channel ហមឌីដែលជា channel មួយដែលផ្ដល់នៅជំនាញបច្ចេកទេសផ្សេងៗនិងចំណេះដឹងមូលដ្ឋាននិងមុខវិជ្ជាសិក្សានៅតាមសាលាផ្សេងៗដូចជាគណិតរូបនិងកុំព្យូទ័រជាដើមចំពោះវីដេអូមួយនេះគឺនៅបង្ហាញពីកម្មវិធីគណិតវិទ្យាមួយឈ្មោះថា GeoGebra កម្មវិធីកុំព្យូទ័រមួយតែកម្មវិធីនេះគឺប្រើជាមួយនឹងវិទ្យាភាគច្រើនហើយកម្មវិធីនេះជាកម្មវិធីមួយដែលអាចគូក្រាបគណិតវិទ្យាបានផ្សេងបាទរូបភាពរូបអីគណិតវិទ្យាបានផ្សេងខ្សែកោងហើយជាពិសេសគឺអាចបង្កើតទៅជារូបភាពមានចលនាយ៉ាងទៀតជាGeoGebraផ្ដោតសំខាន់ទៅលើរូបធរណីមាត្រដែលគេប្រើសម្រាប់បកស្រាយទ្រឹស្ដីធរណីមាត្រនិងបង្ហាញពីចលនារូបធរណីមាត្រផងដែរកម្មវិធីនេះវាប្រសើរសម្រាប់គ្រូបរៀនជាពិសេសគ្រូបរៀនគណិតវិទ្យាគ្រប់កម្រិតថ្នាក់អាចបង្កើត project ទៅបង្ហាញសិស្សទៅបរៀនសិស្សឬក៏បកស្រាយរូបមន្តទៅប្រាប់សិស្សឬក៏បង្ហាញសិស្សពីចលនានៃរូបធរណីមាត្រឬក៏តាក់ទងទៅនឹងគណិតវិទ្យាអញ្ចឹងវាសំខាន់សម្រាប់គ្រូបរៀនផងដែរបើគ្រូបរៀនចេះប្រើវាបាទហើយអាចបង្កើត project ទៅបង្ហាញសិស្សគឺកាន់តែប្រសើរអញ្ចឹងឥឡូវនេះខ្ញុំសូមបង្ហាញពីមេរៀនទី1ចំពោះGeoGebraនេះកម្មវិធីGeoGebraបាទអញ្ចឹងកន្លែងនេះកន្លែងក្រាប Fix ចុចលើកន្លែងហ្នឹងមកហើយយើងចុចលើអានេះមកគឺអត់មានអីទេចានេះវាមាននេះវាមានRC ហើយon នេះ RC RC X Y RC ដែរចានេះ X នេះ Y ចំពោះកន្លែងនេះគឺចង់ឲ្យវាបែងទៅជាកន្លែងអញ្ចឹងបាទចុចលើវាមកចង់បិទវិញគឺបិទចឹងឥឡូវយើងបែងជាកន្លាមេរៀនទី1នេះខ្ញុំបង្ហាញអំពីរបៀបគូររូបធរណីមាត្រផ្សេងដូចជាឥឡូវយើងប្រើចំណុចនេះកន្លែងនេះ point click on the graphic view បាទអញ្ចឹងវាមាន point ចំណុចមាន intersect ទៅមកមាន mid point or center ហើយចំណុចចុចមកហើយយើងមកដៅចំកន្លែងនេះចឹងទៅបាទចំកន្លែងនេះចឹងទៅចំកន្លែងនេះចំកន្លែងនេះចឹងយើងបានរូបវាបានចំណុច4ហើយយើងចង់ភ្ជាប់ចំណុចវានីមួយឲ្យទៅជារាងចតុកោណកែងគឺយើងត្រូវចុចលើពាក្យ polygon នេះរូប3នេះបាទទៅវាមានpolygon នេះបាទយក polygon នេះទៅបន្តមកទៀតយើងយកវាទៅដាក់លើនេះហើយយើងគូទៅតាមបញ្ច្រាស់បាទផ្នែកនាឡិកាបាទគូទៅបញ្ជាក់ផ្នែកនាឡិកាគូមកដើម្បីឲ្យបានមុំក្នុងរបស់វា180សំទោសមុំក្នុងរបស់វានៅក្នុងហ្មងអត់មានមុំនៅខាងក្រៅទេឥឡូវយើងបានរូបជាអីចាត់តាំងហើយអញ្ចឹងកន្លែងនេះកន្លែងគេកន្លែង move ខ្ញុំចុចលើពាក្យ move តាមបានយើង move ចេញ move កើត move រូបនឹងទៅណាក៏បានដែរបាទរូបហ្នឹងទៅណាក៏បានចុចយើង move ទៅជាការ៉េយើងដាក់គុំចេះមកនេះជាការ៉េមួយអញ្ចឹងយើងសង់ការ៉េបានមិនបាច់ចាំសង់ដូចអញ្ចឹងទេសង់ការ៉េបានគឺសង់ឡើងនេះរបៀបនេះ regular polygon ហើយចុចមួយមកតមកទៀតទាញមកមួយទៀតដល់ពេលមួយទៀតហ្នឹងវា load ឲ្យ4អញ្ចឹងយក4ជ្រុងឬក៏5ជ្រុងបាទ4ជ្រុងវាជាការ៉េអញ្ចឹងអូខេមកវាជាការ៉េហើយចុចលើអាហ្នឹងមកទៀតមកយើងចង់បង្កើតឥឡូវយក5ជ្រុងក៏បានដែរ
để chọn nó hay vô pram enter nè pram chuột chuột với luôn pram có hút cào dương trong đạn của mùi mà này dương trong 37 nó 7 mũ đi khôngรู้đi trồng 8 smart này đây cho ban tray cào thì mày tray cào chắc từ loại ní muối đi bay vậy mà hơi vô nè cái này nè bên nè thôi để coi rồi hái như chập đàn tiếng cho đặt này cả như bạn tray cào nó như mu bản tiền bản tên nào các bạn này tray cào như xong rút xem bàn tam cả này và địch bảo dưới trong pua ca plak đầu po cho mưa ta nhưng plak đầu po mà lấy dùng trong cái đầu po tây đi chọn điều gì đó hay mình nè cái lại cả phần đấy và chọn po lương po ấy chúng tôi xung như po ấy thấy chắc lại đi cứ set lifestyle như thà cho người mùi có đi đánh chứ hay đi hiện thùng mà mấy cái thà tầm hung sai cho toàn một việc phần này chẳng nhìn cho những cái đó cho những đâu bỏ cho ai trong nói nhẹ lấy nhung chọn bàn trong đó chứ chọn bàn cho trong đó mà trong đó D C B A nó nhung chọn của bạn thì mình bạn thì nó chọn của bạn tí bạn trong đó người bán và chọn nhiều điểm lại đi các bạn ấy chọn tới bạn CD bạn A B C D hai bên nhau bắt trong của bạn để nhầm đầu lấy chơi vô bạn ha lấy và toàn này anh ấy chia bình đạo vui này chẳng còn cái đạo chân trong đâu ở đi anh ấy bé được bè này chưa chân nhung thử đặt lời vì hai right click hai cái là object và property hay mình làm lấy và tôi đến cột E này họ này E smart buồn này lại đi E smart buồn lại này B đi smart phí C đi smart buồn bị cho nó smart như trong đầu vì nó giúp tiền vừa bán ở trong đầu muốn biết đâu lại đi cả bán đâu là đi các bạn chọn lời gì đấy giúp việc đi ném hay giúp việc anh ấy họ chọn bạn bảy ra đến lục trần các bạn tới trong lục trần cái gì đi Control Z nó bị lao vào mình ấy mình
delete A1 ចេញចង់បិទនេះចេញឡើយឥឡូវ right click រួចហើយយកពាក្យថាshow object ហ្នឹងយើងវាបាត់មកជាហៀងហើយយើងដាក់មកវិញឥឡូវម្ដងទៀតទៅលើពាក្យវាហើយចូលដល់បាទចូលលើវាឥឡូវយកដាក់លើវាមកហើយដាក់คลิกលើអក្សរហ្នឹងហើយបានយើង right click យកពាក្យ solar bar ហ្នឹងហើយមានថា solar bar ចឹងនេះយក A B ចង់គូររូបរង្វង់យើងគូររូបរង្វង់មិននេះកន្លែងនេះ circle គឺ center point វាមានរង្វង់ច្រើនមានពាក់កណ្ដាលរង្វង់អញ្ចឹងតែយកនេះលើគេមកសុបចេញរង្វង់មកដល់ចានេះកាមមកពីចានេះរង្វង់ C ដែលមានចិត្តរបស់វាគឺ x ដក 3 y 2អានេះ x ដក 3 អានេះ x ដក 3 ហើយ y ឡើងនេះ 2ចិត្តនេះអញ្ចឹងយើងអាចបង្រៀបរួម sorry យើងអាចបង្រៀបរួមបានណាចម្លាប់ទៅណាក៏បានដែរបាទមេរៀនទី1សូមចប់តែប៉ុណ្្នឹងឥឡូវសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទសូម Subscribe និង Like ផងដែរសូមអរគុណនិងសូមជម្រាបលា